សួស្តីថ្មីនេះក្រសួងបានចែករំលែកព័ត៌មានតាក់ទងជាមួយនឹងមហារាជពវៀនហើយនេះគឺដុកទ័រប៊ើកគាត់ជាអ្នកអប់រំសុខភាពនិងជាគ្រូពេទ្យជំនាញខាងផ្នែករបបអាហារនិងសុខភាពទូទៅគាត់ក៏ជាពេទ្យផ្នែកអាហារូបត្ថម្ភផងដែរហើយគាត់បានបញ្យល់និងប្រាប់ពីវិធីដើម្បីទម្លាក់ហានិភ័យនៃការកកើតជាមហារាជជាដំបូងគឺយើងត្រូវដឹងខ្លះថាតើមហារាជគឺជាអ្វីហើយអ្វីទៅជាដើមហេតុដែលធ្វើឲ្យវាប្រែទៅជាមហារាជគឺជាឈ្មោះនៃកោសិកាកាចតែពេលដែលយើងយល់ថាវាកើតឡើងយ៉ាងម៉េចយើងនឹងយល់ពីរបៀបនៃការដោះស្រាយវិញព្រោះការបន្ថយហានិភ័យមានន័យថាយើងត្រូវស្វែងយល់ពីរបៀបដែលធ្វើឲ្យដំណើរការដែលខុសត្រឡប់បកក្រោយវិញមហារាជមានប្រភពពីកោសិកាធម្មតាក្នុងរាងកាយយើងគឺវាកើតចេញពីបញ្ហាដែលកើតឡើងនៅខាងក្នុងយើងវិញទេនិយាយបែបម្យ៉ាងទៀតគឺថាវាមកពីមជ្ឈដ្ឋានខាងក្រៅដែលបង្កើតការបំផ្លិចបំផ្លាញដល់ផ្នែកណាមួយនៃកោសិការបស់យើងដែលកោសិកាទាំងនោះមានឈ្មោះថា mitochondria ដើម្បីកុំឲ្យស្មុគក្នុងការស្ដាប់ខ្ញុំនឹងនិយាយលម្អិតពីប្រភពរបស់ mitochondria និងមុខងារសំខាន់របស់ mitochondria នៅពេលក្រោយយើងគ្រាន់តែដឹងថា mitochondria ធ្វើការងារជាច្រើនក្នុងរាងកាយរបស់យើងហេតុនេះហើយ mitochondria គឺជាចំណុចស្នូលរវាងសុខភាពនិងជំងឺរបស់យើងអញ្ចឹងហើយពេលដែល mitochondria ត្រូវបានបំផ្លិចបំផ្លាញកោសិកានោះនឹងប្រែក្លាយទៅជាកោសិកាមហារីកពេលនោះបញ្ហានឹងកើតឡើងដូចជាដំបូងកោសិកាមហារីកនោះវាប្រែក្លាយខ្លួនវាទៅជាភាពដែលមិនងាយស្លាប់លក្ខណៈដែលវាកើតហើយអត់មានលទ្ធភាពណាដែលខ្លួនវានឹងត្រូវស្លាប់ទៅវិញដូចកោសិកាធម្មតាផ្សេងទៀតដែលវានឹងអាចនឹងអាយុកាលវានឹងស្លាប់ទៅវិញអញ្ចឹងណាកោសិកាមហារីកវាក៏អាចបង្កើតការរលាកនិងហាក់ដូចជាអាចលូតលាស់និងរីករាលដាលការរលាកទៅតំបន់ផ្សេងទៀតរួមទាំងទៅកាន់តំបន់នៃរបួសចាស់ផ្សេងទៀតរបស់យើងដែរព្រោះធម្មតាពេលកោសិកាដែលមិនមែនជាមហារាជការកើតថ្មីនិងការខូចខាតរបស់វាគឺទៅតាមធម្មជាតិនៃអាយុកាលរបស់វាហើយវានឹងកំទេចនិងសម្អាតខ្លួនវាចេញពីតំបន់ទាំងនោះប៉ុន្តែភាពប្លែកនៃកោសិកាមហារាជវាអត់ធ្វើអញ្ចឹងទេវាមិនត្រឹមតែមិនកំទេចខ្លួនវាទេតែវាមានលទ្ធភាពទប់ទល់នឹងសារធាតុទាំងឡាយណាដែលបង្អាក់ដំណើរលូតលាស់របស់វាទៀតហើយវាក៏អាចប្រឆាំងនឹងប្រព័ន្ធការពាររាងកាយរបស់មនុស្សដែលចូលមកវាយប្រហារមកលើវាដែរយើងដឹងខ្លះពីមហារាជនិងដើមហេតុនៃការកកើតឥឡូវដើម្បីកាត់បន្ថយហានិភ័យនៃការកកើតមហារាជគឺយើងត្រូវតែបង្អាក់ឬកាត់បន្ថយការបំផ្លិចបំផ្លាញទៅដល់ mitochondria ថាតើយើងគួរធ្វើម៉េចដើម្បីស្ដារឡើងវិញនៅ mitochondria នោះហើយទើបជាអ្វីដែលយើងត្រូវតែផ្ដោតកត្តាទី1ធំនៃហានិភ័យដែលបង្កមហារាជគឺភាពលើសលប់នៃអាហារភាពលើសលប់នៃ glucose គឺស្ករដោយការហូបអាហារច្រើននិងហូបញឹកញាប់ខ្លាំងនិងហូបអាហារផ្អែមទាំងនោះហើយដែលដាក់យើងក្នុងហានិភ័យខ្លាំងនៃមហារាជហានិភ័យទី2ដែលអាចបង្កឲ្យកកើតជំងឺមហារីកគឺការអង្គុយច្រើនឬការងារណាដែលអង្គុយច្រើនអ្នកជំនាញគេលើកឡើងថាយើងប្រហែលជាមិនគិតថាគ្រាន់តែអង្គុយច្រើនក៏អាចបង្កការបំផ្លិចបំផ្លាញទៅដល់ mitochondria ប៉ុន្តែការពិសោធន៍បានលាតត្រដាងហើយគឺដោយសារតែភាព stress និងបញ្ហាជាច្រើនផ្សេងទៀតនៃជីវិតចង្អុលបង្ហាញថាការអង្គុយច្រើនការអង្គុយនៅស្ងៀមក៏ជាកត្តាបង្កយ៉ាងជាក់ស្ដែងដូច្នេះការហាត់ប្រាណគឺស្ថិតនៅលំដាប់លេខ2នៃសកម្មភាពដ៏មានឥទ្ធិពលខ្លាំងបំផុតដែលយើងអាចធ្វើបានក្នុងការជួយឲ្យជៀសផុតពីជំងឺមហារីក
ទី1 fasting ទី2ការហាត់ប្រាណទាំងពីរហ្នឹងជះឥទ្ធិពលស្រដៀងគ្នាគឺវាជំរុញឲ្យកើតភ្នាក់ងារមួយដែលគេហៅថា anti Warburg ដែលភ្នាក់ងារហ្នឹងនឹងទៅប្រឆាំងផ្ទាល់នៃការប្រែរូបពីកោសិកាធម្មតាទៅជាកោសិកាមិនធម្មតាដែលគេហៅថាមហារីកនឹងជួយនាំឲ្យអាកោសិកាមិនធម្មតាត្រឡប់មកជាធម្មតាវិញមានការសិក្សាជាច្រើនដែលចង្អុលបង្ហាញថា fasting និងលំហាត់ប្រាណអាចកែតម្រង់ទៅដល់ mitochondria មានន័យថាអាចជួសជុលផ្នែកនៃ mitochondria ព្រោះ mitochondria ក៏មានមុខងារដ៏ធំមួយក្នុងការបង្កើតចរន្តថាមពលឈ្មោះថា electron chain transport ប្រែថាការដឹកជញ្ជូនខ្សែសង្វាក់អេឡិចត្រូនគឺបានន័យថាដូចជាអាគុយអញ្ចឹងភាគច្រើនចរន្តកម្លាំងថាមពលនៃរាងកាយយើងគឺចេញពី mitochondria ដែលមានមុខងារដូចជាអាគុយនេះឯងដូច្នេះការធ្វើ fasting និងលំហាត់ប្រាណគឺជួសជុល mitochondria ដែលដូចនឹងការជួសជុលអាគុយថាមពលរបស់យើងអញ្ចឹងទន្ទឹមនឹងគ្នានឹងដែរការធ្វើ fasting នឹងបង្កើត autophagy បូកនឹងលំហាត់ប្រាណបង្កើន autophagy fasting បង្កើត autophagy ហាត់ប្រាណបង្កើនបន្ថែមទៀតនៅ autophagy autophagy គឺជាស្ថានភាពដែលរាងកាយយើងចាប់ផ្ដើមយកសំណល់ប្រូតេអ៊ីនចាស់ៗកោសិកាចាស់ៗដែលខូចខាតរួមទាំង mitochondria ចាស់ៗដែលខូចខាតមកប្រើប្រាស់ឡើងវិញមកធ្វើឲ្យថ្មីឡើងវិញដែលគេហៅថា recycle ដែលកោសិកាថ្មីទាំងនោះខ្លាំងជាងមុនហេតុនេះយើងត្រូវការ autophagy ដើម្បីជួយយើងដូចគ្នាដែរការធ្វើ fasting និងលំហាត់ប្រាណជួយបង្កើនប្រតិកម្មនៃអរម៉ូន insulin ដែលជាកត្តាជួយឲ្យជៀសផុតពីហានិភ័យនៃជំងឺមហារីកចំណុចសំខាន់ធំមួយទៀតគឺការធ្វើ fasting នឹងធ្វើឲ្យកោសិកាមហារីកលែងមានភាពធន់លែងមានការតស៊ូរស់ងាយរងកម្ទេចហើយ autophagy នោះទៅពង្រឹងកោសិកាធម្មតាផ្សេងទៀតឲ្យរឹងមាំឡើងវិញហើយបើសម្រាប់អ្នកជំងឺមហារីកណាដែលកំពុងទទួលការបាញ់គីមី chemotherapy នោះ fasting នឹងធ្វើឲ្យកោសិកាធម្មតាផ្សេងទៀតខ្លាំងអាចទប់ទល់នឹងសារជាតិគីមីទាំងនោះទៀតដែលវាពិតជាអស្ចារ្យមែនទែនកត្តាទី3ដែលបង្កហានិភ័យគឺភាពមិនប្រក្រតីរង្វិលជុំនៃការដេកមានន័យថាយើងមានបញ្ហាចំពោះរលកនៃការដេកហើយនេះយើងត្រូវផ្ដោតទៅលើការដេកគឺចំនួនម៉ោងនៃការដេកដែលគ្រប់នឹងដេកឲ្យមានគុណភាពទាំងនោះហើយនឹងបន្ថយហានិភ័យនៃការកកើតជំងឺមហារីកដែរហេតុអីព្រោះវាមានដំណកាត់ដ៏ធំមួយឬទំនាក់ទំនងដ៏ធំមួយរវាងរលកនៃការដេកទៅនឹង mitochondria ដូចគ្នាដែរក៏មានតាក់ទងរវាងការដេកនិងការបន្ថយអរម៉ូន cortisol អរម៉ូន cortisol ហ្នឹងគឺអរម៉ូន stress ជាមួយនឹងប្រព័ន្ធការពាររាងកាយព្រោះពេលអរម៉ូន cortisol ដែលជាអរម៉ូន stress វាកើនឡើងប្រព័ន្ធការពាររាងកាយយើងនឹងត្រូវបិទ shut down ហើយអរម៉ូន melatonin ដែលជាអរម៉ូននៃការដេកគឺវាប្រើប្រាស់កោសិកាធម្មតាដើម្បីដំណើរការមុខងារដេកមិនមែនប្រើកោសិកាមិនធម្មតាដើម្បីដំណើរការមុខងារដេកទេជាហេតុដែលយើងតែងតែឃើញអ្នកដែលឈឺរ៉ាំរ៉ៃឬមហារីកជាច្រើនភាគច្រើនមានភាពវេទនាខ្លាំងជាមួយនឹងរង្វិលជុំនិងរលកនៃការដេកនេះឯងកត្តាទី4គឺភាពឯកោការផ្ដាច់ខ្លួនឆ្ងាយពីសង្គមសភាពបែបនោះនិងសកម្មភាពបែបនោះមិនត្រឹមតែបង្កើនហានិភ័យទ្វេដងនៃជំងឺទឹកនោមផ្អែមទេគឺថែមទាំងបង្កើនហានិភ័យនៃជំងឺមហារីកដែរហើយនេះហើយការបង្កើតទំនាក់ទំនងសង្គមជាមួយអ្នកដទៃជាមួយក្រុមគ្រួសារទៅខាងក្រៅជាមួយនឹងបុគ្គលផ្សេងវានឹងជួយសម្រួលដោយឡែកតាក់ទងជាមួយនឹងមហារីកពោះវៀនខ្ញុំនឹងបកប្រែនិងធ្វើវីដេអូតាក់ទងជាមួយនឹងវានៅវីដេអូក្រោយនេះទៀតបាទអរគុណច្រើនបាទជម្រាបលា